สวัสดีមកកាន់ Channel ខ្ញុំបាទសាវរីទិញលក់រថយន្តពុកម៉ែបងប្អូនបាទក៏ដូចជាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយខ្ញុំបាទទៀតហើយពុកម៉ែបងប្អូនបាទជម្រាបសួរអំពូមីងបាទទាំង25ខេត្តក្រុងគ្រប់រាជធានីខេត្តទាំងអស់ពុកម៉ែបងប្អូនបាទជួបជាមួយខ្ញុំបាទនៅរថយន្តថ្មីទៀតហើយពុកម៉ែបងប្អូនបាទប្រភេទ Toyota Tacoma ឆ្នាំផលិត2006បាទប្រភេទប៉ុង1 6ម៉ាស៊ីនត្រង់វែងណាពុកម៉ែបងប្អូនណាបាទពណ៌ទឹកប្រាក់ស្លាលេខភ្នំពេញ 2AS 6971បាទតោះអញ្ចឹងពុកម៉ែបងប្អូនដែលកំពុងស្វែងរករថយន្តកំពុងត្រូវការរថយន្ត Tacoma បាទតោះអញ្ចឹងពុកម៉ែបងប្អូនបាទងាកមកមើលជាមួយខ្ញុំបាទទាំងអស់គ្នានៅរថយន្តមួយគ្រឿងនេះវិញបាទអញ្ចឹងសម្រាប់រថយន្តមួយគ្រឿងនេះបាទធានាជូនឲ្យពុកម៉ែបងប្អូនបាទមកមើលអត់ទាស់ចិត្តទេបាទគឺទឹកថ្នាំនៅលះភ្លឹងតែម្ដងពុកម៉ែបងប្អូនណាបាទទឹកថ្នាំថា90%បាទ90%យើងធ្វើការបាញ់ជួសតិចតួចបាទទៅលើកាងមុខនិងកាងក្រោយប៉ុណ្ណោះឯងពុកម៉ែបងប្អូនណាបាទហើយសម្រាប់ផ្នែកសបកកង់ក៏ដូចជាយ៉ាន់អីក៏លុបកលៀតបាទគឺស្អាតភ្លឹងណាពុកម៉ែបងប្អូនណាបាទមានឈ្នន់ជន់រួចជាការស្រេចណាពុកម៉ែបងប្អូនណាបាទហើយបើនិយាយពីរថយន្តមួយគ្រឿងនេះវិញគឺបាទប្រភេទឡានស្អាតតែម្ដងបាទមានកញ្ចក់ត្រឡោកបាទរួចជាការស្រេចបាទបរិខាផ្សេងបាទដែលនៅក្នុងរថយន្តបាទមានដូចជាស្បែកពុកបាទគ្រឿងជ័រអីផ្សេងតាប់ឡូបាទគឺនៅស្អាតទាំងអស់ណាពុកម៉ែបងប្អូនបាទនៅស្អាតភ្លឹងតែម្ដងបាទអត់មានកន្លែងបាក់មានកន្លែងបែកមានកន្លែងប្រេះមានកន្លែងស្រាមអីទេពុកម៉ែបងប្អូនបាទគឺនៅស្អាតភ្លឹងតែម្ដងបាទទាំងមុខទាំងក្រោយបាទលេងកំរាលស្បែកពុករួចជាការស្រេចទៀតពុកម៉ែបងប្អូនណាបាទអញ្ចឹងបងប្អូនយកទៅប្រើប្រាស់បាទគឺរៀបចំតិចតួចតែប៉ុណ្ណោះពុកម៉ែបងប្អូនណាបាទហើយបើនិយាយពីកលុកកលៀតបាទនៃសាច់ដែកនៃឡាននេះគឺធានាជូនឲ្យពុកម៉ែបងប្អូនបាត់មានកន្លែងទាស់ទេស្គុតតកៀកនៅទាំងសងខាងណាពុកម៉ែបងប្អូនណាបាទនៅទាំងសងខាងតែម្ដងបាទទឹកថ្នាំគឺមើលទៅលះភ្លឹងមែនតើបាទប្រភេទឡានថ្មីពុកម៉ែបងប្អូនណាបាទប្រភេទឡានថ្មីបាទហើយម្ចាស់ដើមទី1តែម្ដងបាទការប្រើប្រាស់ក៏ដូចជាការថែទាំបាទគឺគាត់ប្រើលក្ខណៈគ្រួសារពុកម៉ែបងប្អូនណាបាទមិនមែនជាឡានចូលចំការមិនមែនជាឡានដឹកអីឈើដឹកអីទេបាទគឺប្រើលក្ខណៈគ្រួសារបងប្អូនមើលតែសាក់ស៊ីទៅបាទគឺនៅស្អាតភ្លឹងបងប្អូនណាបាទនៅស្អាតភ្លឹងតែម្ដងហើយជម្រាបជូនពុកម៉ែបងប្អូនថារថយន្តដែលលក់ចេញពីឃ្លាំងបងប្អូនទៅបាទធានាជូនទាំងអស់បាទបុកប៉ះកាត់តស្ងោររពណ៌បាទធានាឯកសារគ្រប់បាទហើយខាងក្រោយលេងតុងយ៉ាងស្អាតទៀតពុកម៉ែបងប្អូនណាបាទលេងយ៉ាងស្អាតតែម្ដងបាទគឺបងប្អូនស្រឡាញ់ពេញចិត្តបាទត្រូវការរថយន្តបាទចង់បានប្រភេទTacomaបាទបងប្អូនអាចចំណាយពេលវេលាបាទមកមើលផ្ទាល់បានពុកម៉ែបងប្អូនណាបាទសម្រាប់ទីតាំងគឺបាទនៅរាជធានីភ្នំពេញយើងនេះទេពុកម៉ែបងប្អូនណាបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងទីតាំងចង់ដឹងបាទព័ត៌មានជាក់លាក់ពីឡានបាទបងប្អូនអាចធ្វើការឆាតមកណាពុកម៉ែបងប្អូនណាបាទតាម Telegram ខ្ញុំបាទផ្ទាល់077 602 688បាទហើយសម្រាប់លេខ Smart បាទអត់មាន Telegram ទេអញ្ចឹងពុកម៉ែបងប្អូនអាចតំណាក់តំណងសាកសួរបានពុកម៉ែបងប្អូនណាបាទខាងក្នុងគឺនៅថ្មីពុកម៉ែបងប្អូនណាបាទគ្រឿងជាប់ផ្សេងគឺនៅស្អាតនៅភ្លឹងទាំងអស់ពុកម៉ែបងប្អូនណាបាទគឺនៅស្អាតនៅភ្លឹងទាំងអស់បាទមិនថាកន្លែងកលុកកលៀតណានេះគឺនៅស្អាតទាំងអស់បាទថ្នាំបឆោថ្នាំផ្ដេកជញ្ជាំងទ្វារបាទគឺនៅស្អាតភ្លឹងបាទហើយបើនិយាយពីកលុកកលៀតនៃបាទសាច់ដែកវិញគឺធានាជូនឲ្យពុកម៉ែបងប្អូនបាទហើយក៏ដូចជាបាទកន្លែងសោកន្លែងអីគឺអត់មានស្នាមដោះស្នាមអីទេបាទគឺនៅស្អាតល្អទាំងអស់ពុកម៉ែបងប្អូនណាបាទធានាជូនឲ្យបាទស្គុតតកៀកនៅថាចង់មកជុំឡានតែម្ដងពុកម៉ែបងប្អូនហើយបាទធានាជូនឲ្យណាពុកម៉ែបងប្អូនណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានប្រភេទTacomaមួយគ្រឿងនេះវិញបាទយកទៅប្រើបាទអត់ខុសចិត្តទេពុកម៉ែបងប្អូនណាបាទអត់ខុសចិត្តទេពុកម៉ែបងប្អូនបាទហើយក៏ដូចជាបាទផ្នែកខាងមុខបាទផ្នែកខាងមុខនៃប្លុកម៉ាស៊ីនបាទធានាជូនឲ្យពុកម៉ែបងប្អូនណាបាទបន្តិចទៀតទៅជួបជាមួយខ្ញុំបាទនៅផ្នែកខាងមុខទាំងអស់គ្នាពុកម៉ែបងប្អូនណាបាទតោះសម្រាប់ផ្នែកខាងមុខនៃប្លុកម៉ាស៊ីនបាទគឺធានាជូនឲ្យពុកម៉ែបងប្អូនបាទអត់មានកន្លែងបុកកន្លែងប៉ះកន្លែងកាត់បាទនិយាយរួមទៅប្រភេទឡានស្អាតឡានមូលពុកម៉ែបងប្អូនណាបាទបញ្ជាក់ថាពុកម៉ែបងប្អូនទិញឡានពីឃ្លាំងបងប្អូនទៅបាទធានាឲ្យបងប្អូនបាទអត់មានឡានបុកប៉ះកាត់តលក់ជូនពុកម៉ែបងប្អូនទេមិនមែនថាអត់អ្នកលក់និយាយឲ្យរួចទៅពីមាត់បាទចេះតែនិយាយចេះតែថាបាទអញ្ចឹងក្នុងការលក់ឡានបាទសុទ្ធតែមានបទពិសោធន៍សុទ្ធតែមានបាទការចេះដឹងខ្លះបាទសម្រាប់ការមើលឡានក៏ដូចជាការទិញឡានផងដែរពុកម៉ែបងប្អូនណាកាលណាតែយើងទិញឡានបុកប៉ះបាទយកមកលក់ជូនពុកម៉ែបងប្អូនបាទស្មើនឹងយើងបាទបិទឆ្នាំងបាយខ្លួនឯងផងដែរពុកម៉ែបងប្អូនណាបាទអានេះនិយាយត្រង់ជូនពុកម៉ែបងប្អូននៅក្នុងវីដេអូតែម្ដងពុកម៉ែបងប្អូនណាបាទអញ្ចឹងបងប្អូនទិញទៅបាទអត់មានបារម្ភខ្វល់អីទេពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនចង់បាន
វាយដូរក៏បានបងរំលោះក៏បានដែរពុកម៉ែបងប្អូនណាបាទអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលបានតាមដានវីដេអូខ្ញុំបាទកន្លងមកបាទអរគុណសម្រាប់ការចុច like អរគុណសម្រាប់ការចុច follow បាទមកកាន់វីដេអូខ្ញុំបាទនឹងមានវីដេអូថ្មីទៀតសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាផងដែរអរគុណច្រើនពុកម៉ែបងប្អូនជួបគ្នានៅឱកាសក្រោយទៀតពុកម៉ែបងប្អូនណា